បច្ចេកវិទ្យាអប់រំដែលយើងហៅថា EdTech ហ្នឹងបាទគឺជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើដល់ការរៀននិងការបង្រៀនដើម្បីធ្វើឲ្យការរៀននិងការបង្រៀនកាន់តែមានប្រសិទ្ធភាពកាន់តែមានភាពរស់រវើកហើយក៏ដើម្បីឲ្យគ្រូនិងសិស្សគឺមានបំណិនខាងផ្នែកបច្ចេកវិទ្យានៅក្នុងយុគសម័យ digital នេះបាទការប្រើប្រាស់បច្ចេកវិទ្យាអប់រំនេះមានសារៈសំខាន់ដោយសារតែក្នុងពេលកន្លងទៅនេះបន្ទាប់ពីមានវិបត្តិ COVID-19 វិស័យអប់រំគឺរងនៅបដិវត្តកម្មយ៉ាងលឿនដោយសារតែតម្រូវការនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា digital ដូចជាការបង្រៀនអនឡាញការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកបាទក៏ដូចជាការបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងការសិក្សារៀនសូត្រនៅតាមសាលារៀនជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំដែលជាទិដ្ឋភាពថ្មីមួយនៅក្នុងឆ្នាំ2024ក៏ដូចជាឆ្នាំ2025នេះបាទជារួមយើងឃើញថាបច្ចេកវិទ្យាអប់រំបាទមានដូចជាការបង្កើតនៅកម្មវិធីផ្សេងកម្មវិធីកុំព្យូទ័រកម្មវិធីបង្រៀនពីចម្ងាយបាទកម្មវិធី Moodles កម្មវិធី Google Meet ដែលជាប្រព័ន្ធមួយអាចឲ្យពង្រឹងនៃការគ្រប់គ្រងទាំងការសិក្សារៀនសូត្រទាំងសិស្សនិងចែករំលែកធនធានសិក្សាបានយ៉ាងទូលំទូលាយបាទយើងដឹងហើយថាយើងចូលដល់យុគសម័យ AI បញ្ញាសិប្បនិម្មិតហើយជាពិសេសចាប់តាំងពីឆ្នាំ2022មកយើងមានកម្មវិធី ChatGPT បាទដែលអាចសួរនៅសំណួរជាច្រើនហើយដែល ChatGPT នេះវាអាចឆ្លើយបាទហើយបានធ្វើឲ្យការសិក្សារៀនសូត្រឬក៏ការស្វែងរកចំណេះដឹងនេះគឺមានការវិវត្តទៅយ៉ាងលឿនបាទហើយជាពិសេសនៅក្នុងឆ្នាំ2024កន្លងមកនេះគឺ ChatGPT ឬមួយបញ្ញាសិប្បនិម្មិតបានកំពុងតែប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគ្រប់វិស័យជាពិសេសនៅក្នុងវិស័យអប់រំផងដែរនៅក្នុងវិស័យអប់រំយើងឃើញថាគេអាចប្រើប្រាស់ AI បានសម្រាប់ការបណ្តុះបណ្តាលគ្រូបាទគឺសម្រាប់ឲ្យគ្រូអាចរៀបចំជាផែនការសិក្សាបាទជាកិច្ចតែងការបង្រៀនបាទអាចឲ្យគ្រូប្រើប្រាស់សម្រាប់ការរៀបចំការធ្វើតេស្តបាទរៀបចំជាសំណួរតេស្តបាទគ្រូអាចសួរនៅសំណួរប្រសិនបើរៀបចំមេរៀនទៅគឺអាចធ្វើឲ្យមេរៀននេះគឺមានភាពកាន់តែសម្បូរបែបគ្រូអាចប្រើប្រាស់ AI សម្រាប់ធ្វើបទបង្ហាញផ្សេងបាទសម្រាប់យកទៅបង្រៀនបាទទី2គឺការប្រើប្រាស់ AI សម្រាប់ការរៀននិងបង្រៀនបាទមានន័យថានៅក្នុងការបង្រៀនសិស្សគឺនៅពេលដែលយើងមានឧបករណ៍សម្រាប់គ្រប់គ្រងធ្វើឲ្យឯកសារបង្រៀនមានភាពសម្បូរបែបមានជាវីដេអូបាទ AI អាចផលិតជាវីដេអូបានធ្វើឲ្យការសិក្សារៀនសូត្រនេះគឺមានភាពរស់រវើកបាទសិស្សគឺរៀនតាមបែបថ្មីអញ្ចឹងយើងដឹងហើយថាយុវជនសម័យថ្មីនេះគឺរៀនមិនមែនរៀនតាមបែបទន្ទេញចាំទេគឺរៀនតាមបែប epic បាទទី1 experiential learning ការសិក្សាដោយអនុវត្តជាក់ស្ដែងបាទធ្វើជាក់ស្ដែងធ្វើពិសោធន៍បាទទី2គឺការចូលរួមមានន័យថាទាំងសិស្សទាំងគ្រូត្រូវចូលរួមដើម្បីស្វែងរកចំណេះដឹងដើម្បីធ្វើការស្រាវជ្រាវបាទ I គឺ imaginary ធ្វើឲ្យសិស្សហ្នឹងគឺចេះសម័យបាទមិនមែនរៀនតែទិញចាំទេព្រោះគេស្វែងរកការពិតបាទនិង C connected គឺប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតដើម្បីធ្វើការសិក្សារៀនសូត្រអញ្ចឹងការប្រើប្រាស់ AI នេះមានសារៈសំខាន់សម្រាប់ឲ្យការរៀននិងការបង្រៀនមានភាពរស់រវើកបាទប្រើប្រាស់ញៀនទាំង5បាទទាំងភ្នែកទាំងត្រចៀកទាំងដៃសរសេរក៏ដូចជាអាច
ទាំងប្រើប្រាស់សិភៅគឺមិនគ្រូមិនមែនផ្ដោតតែលើការប្រើប្រាស់សិភៅគោលសិក្សាប៉ុណ្ណោះទេគឺខ្លឹមសារមេរៀននេះមានភាពសម្បូរបែបហើយមានភាពទូលំទូលាយបាទយ៉ាងវិញទៀតនៅក្នុងការរៀនការបង្រៀននេះគឺការធ្វើហៅថារង្វាយតម្លៃមានន័យថាការវាយតម្លៃចំណេះដឹងរបស់សិស្សការប្រើប្រាស់បច្ចេកវិទ្យានេះអាចឲ្យគ្រូកំណត់បានថាសិស្សខ្លាំងខាងផ្នែកអីខ្សោយខាងផ្នែកអីដើម្បីអាចឲ្យគ្រូបង្រៀនទៅលើកន្លែងដែលសិស្សនឹងខ្សោយបានភ្លាមតែម្ដងចំពោះសិស្សវិញគឺសិស្សអាចសួរនៅសំណួរឬក៏រៀនមេរៀនណាដែលមិនទាន់យល់ច្បាស់បាទឲ្យបានកាន់តែយល់បាទសិស្សអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងបាទរៀនទៅតាមកម្រិតចំណេះដឹងរបស់ខ្លួនបាទរៀនទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនបាទហើយរៀនទៅតាមល្បឿនរបស់ខ្លួនដែលខ្លួនរៀនអញ្ចឹងធ្វើឲ្យការសិក្សារៀនសូត្រនេះមានលក្ខណៈជាបុគ្គលផងដែរបាទយ៉ាងវិញទៀតយើងឃើញថាក៏ធ្វើឲ្យការសិក្សារៀនសូត្រនេះគឺប្រកបទៅដោយសេចក្តីរីករាយបាទអញ្ចឹងមិនមែនរៀនដោយធុញទ្រាន់ទេគឺរៀនដោយសប្បាយរីករាយហើយការបង្រៀនដែលប្រើប្រាស់បច្ចេកវិទ្យាដែលមេរៀនមានភាពសម្បូរបែបធ្វើឲ្យយើងរៀនដោយសប្បាយរីករាយបាទហើយនឹងទទួលបាននូវការគ្រប់គ្រងផងដែរបាទជារួមយើងឃើញថានៅក្នុងយុគសម័យ AI បាទគឺការសិក្សារៀនសូត្រមានលក្ខណៈជាបុគ្គលបាទការសិក្សារៀនសូត្រមានភាពរស់រវើកបាទការសិក្សារៀនសូត្រទាមទារឲ្យមានការចូលរួមទាំងអស់គ្នាគ្រូត្រូវប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីដើម្បីឲ្យសិស្សនឹងទទួលបាននៅចំណេះដឹងទូលំទូលាយប៉ុន្តែយើងដឹងហើយថាសំខាន់បំផុតត្រូវមានមូលដ្ឋានគ្រឹះមានន័យថាបច្ចេកវិទ្យាទាមទារទាំងសិស្សទាំងគ្រូត្រូវមានបំណិនសតវត្សទី21បំរុងតេស្តពិចារណាបំណិនដោះស្រាយបញ្ហាហើយដែលនឹងជួយទៅដល់ការឆ្លើយតបទៅនឹងទីផ្សារការងារផងដែរយើងដឹងហើយថាក្នុងឆ្នាំ2030ការងារប្រមាណជា 50% នឹងផ្លាស់ប្ដូរដោយសារតែ AI ហើយនៅក្នុងនោះដែរការប្រើប្រាស់ AI អាចឈានទៅដល់ប្រមាណជា 70 ទៅ 80% នៃការងារដូចក្នុងនេះការបណ្ដុះឲ្យយុវជនយើងចេះប្រើប្រាស់បច្ចេកវិទ្យាអប់រំចេះប្រើប្រាស់ AI ជាការចាំបាច់ប៉ុន្តែក៏យើងត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធនឹង AI ផងដែរបាទដូចជាត្រូវគិតគូរពីក្រមសីលធម៌បាទគឺត្រូវគិតគូរពីការការពារទិន្នន័យរបស់បុគ្គលក៏ដូចជាការផ្ដល់នៅឧបករណ៍សម្ភារៈក៏ដូចជាអ៊ីនធឺណិតដើម្បីអាចឲ្យសាលារៀនដំណើរការបានបាទបំណិន AI បាទគឺជាបំណិននៅក្នុងការអភិវឌ្ឍនៅកម្មវិធី AI ក៏ដូចជាបំណិននៅក្នុងការប្រើប្រាស់ AI ផងដែរជារួមបំណិន AI នេះបាទគឺជាបំណិនថ្មីមួយដោយសារតែ AI ជាបច្ចេកវិទ្យាដែលទើបតែលេចឡើងហើយក៏ទើបតែប្រើប្រាស់កំពុងតែពេញនិយមបាទហើយក៏វាជាអាចផ្នែកមួយនៃបំណិនសតវត្សទី21ផងដែរដូច្នេះបំណិនសតវត្សទី21នេះមានការប្រែប្រួលយ៉ាងលឿននៅក្នុងយុគសម័យ AI បាទទី1គឺបំណិនបច្ចេកវិទ្យា AI បាទបំណិនបច្ចេកវិទ្យា AI ទី1គឺការសរសេរកម្មវិធី AI ដូច្នេះសិស្សានុសិស្សត្រូវចេះរៀនសរសេរកម្មវិធី AI ដូចជាកម្មវិធីPython កម្មវិធី R កម្មវិធី C+ ជាដើមដែលជាកម្មវិធីពេញនិយមបាទទី2គឺត្រូវចេះនៅបំណិនគណិតវិទ្យានិងស្ថិតិអញ្ចឹងគណិតវិទ្យានិងស្ថិតិនេះគឺជាមូលដ្ឋានគ្រឹះនៃ AI ក្នុងន័យនេះក្រសួងអប់រំយុវជននិងកីឡានឹងបន្តពង្រឹងនៅការបង្រៀនគណិតវិទ្យានិងស្ថិតិទាំងនៅគ្រឹះស្ថានមធ្យមសិក្សា
ទាំងនៅគ្រឹះស្ថានឧត្តមសិក្សាគឺយើងបានកំពុងបង្កើតជាក្រុមការងារមួយដើម្បីពិចារណាថាក្នុងដើម្បីលើកកម្ពស់និងត្រៀមខ្លួនសម្រាប់លើកកម្ពស់បំណិន AI នេះតើត្រូវរៀបចំជាកម្មវិធីបណ្ដុំបណ្ដាលខាងផ្នែកគណិតវិទ្យានិងស្ថិតិរបៀបម៉េចដោយសារតែ AI នេះគឺជាការប្រើប្រាស់នៅ model ទិន្នន័យបាទដើម្បីរៀបចំជា model មួយហើយដែលវាត្រូវពាក់ព័ន្ធជាមួយនឹងគណិតវិទ្យានិងស្ថិតិបាទទី3គឺបំណិនដែលយើងហៅថាវិទ្យាសាស្ត្រទិន្នន័យការគ្រប់គ្រងទិន្នន័យនិងការវិភាគទិន្នន័យសំខាន់គឺត្រូវយកទិន្នន័យយកមកប្រើប្រាស់ដើម្បីវិភាគសម្អាតទិន្នន័យហើយបង្កើតជា model បាទសម្រាប់ AI ទី4គឺnatural language processing បាទមានន័យថាបំណិននៅក្នុងការដំណើរការភាសាតាមបែបធម្មជាតិមានន័យថាគឺការប្រមូលទិន្នន័យជាច្រើនបាទហើយឈរទៅលើមូលដ្ឋាននៃទិន្នន័យនេះបាទគឺបង្កើតជាប្រព័ន្ធមួយដែលអ្នកប្រើប្រាស់សួរជាសំណួរដែលយើងហៅថា AI chatbot នេះសួរជាសំណួរហើយសំណួរនេះនឹងទៅស្វែងរកចម្លើយតាមរយៈការប្រើប្រាស់នៅប្រព័ន្ធទិន្នន័យរាប់លានបាទហើយបង្កើតជាចម្លើយមួយផងដែរហើយដែលចម្លើយនេះនឹងជួយឲ្យអ្នកប្រើប្រាស់បានទទួលបាននៅចម្លើយពិតប្រាកដបាទទី5គឺការរៀនសូត្រដោយម៉ាស៊ីនបាទនិង machine learning និង deep learning គឺការរៀនសូត្រស៊ីជម្រៅស្អីទៅជា machine learning និង deep learning នេះមានន័យថា AI មានប្រព័ន្ធទិន្នន័យរាប់លានបង្កើតជាប្រព័ន្ធមួយបាទដើម្បីអាចឲ្យអ្នកសួរទៅម៉ាស៊ីនហើយម៉ាស៊ីនឈរទៅលើប្រព័ន្ធទិន្នន័យនេះគឺវាបង្កើតជាចំណេះដឹងថ្មីមួយទៀតបាទយើងនឹងឲ្យថា ChatGPT នេះទី1គឺបាទយើងហៅថា generative បាទគឺការបង្កើតជាទិន្នន័យបាទបន្តមកទៀត T គឺ training បាទ pre training មានន័យថាគឺយកទិន្នន័យនេះយកមករៀបចំជា model ហើយដាក់ឲ្យrun ដើម្បីអាចឲ្យបង្កើតជា model មួយបាទហើយមួយទៀតគឺយើងហៅថា transformer T បាទ GPT បាទ transformer នេះគឺមានន័យថាម៉ាស៊ីនអាចធ្វើការសម្រេចចិត្តបានបាទបង្កើតជាចម្លើយហើយដើម្បីអាចផ្ដល់មកអ្នកដែលសួរបានអញ្ចឹងនេះវាពាក់ព័ន្ធទៅនឹងការសិក្សារៀនសូត្រដោយម៉ាស៊ីនបាទយ៉ាងវិញទៀតយើងក៏ត្រូវដឹងដែរថាការប្រើប្រាស់ AI នេះវាទាមទារនៅចំណេះដឹងទូលំទូលាយបាទមានន័យថាចំណេះដឹង AI ដូចជាខួរក្បាលមនុស្សចឹងបាទបញ្ញាសិប្បនិម្មិតហ្នឹងគឺគេធ្វើត្រាប់ទៅនឹងបញ្ញារបស់មនុស្សគឺជាប្រព័ន្ធហៅថាខួរក្បាលបាទប្រព័ន្ធកោសិកាខួរក្បាលដែលផ្សារភ្ជាប់គ្នាបាទទៅតាមកម្មវិធីហើយដែលគ្របដណ្ដប់ទៅលើប្រព័ន្ធទិន្នន័យរាប់លានប្រព័ន្ធដើម្បីអាចឆ្លើយនឹងសំណួរនិងអាចដោះស្រាយបញ្ហាបាទដូច្នេះបំណិនទាំងអស់នេះមានការចាំបាច់បាទសម្រាប់បង្កើត AI បាទទី2ធំគឺបំណិនមិនមែនបច្ចេកទេស AI បាទទី1គឺក្រមសីលធម៌និងអភិបាលកិច្ច AI បាទអញ្ចឹង AI វាមានហៅថាលំអៀងដោះស្រាយបញ្ហាយុត្តិធម៌បញ្ហាសំខាន់តម្លាភាពបាទផងដែរបាទអញ្ចឹងជួនកាលម៉ាស៊ីនក៏វាមិនអាចត្រូវទាំងអស់ដែរបាទដូច្នេះយើងត្រូវតែយល់ដឹងបាទថាតើពេលណាម៉ាស៊ីនខុសហើយពេលណាម៉ាស៊ីនត្រូវបាទចំណុចទី2គឺហៅថាត្រូវមានបំណិនសតវត្សទី21បំណិនត្រូវពិចារណាបំណិនដោះស្រាយបញ្ហាបំណិនធ្វើការជាក្រុមបំណិននៅក្នុងការទំនាក់ទំនងដែលជាបំណិនចាំបាច់សម្រាប់
យក AI នេះទៅអនុវត្តជាក់ស្ដែងហើយចំណុចទី3ធំគឺបំណិននៅក្នុងការប្រើប្រាស់ AI ក្នុងអាជីវកម្មក្នុងជីវិតជាក់ស្ដែងនេះគឺពាក់ព័ន្ធជាមួយវិស័យអប់រំដែរថាតើយើងជាបុគ្គលិកអប់រំត្រូវចេះប្រើប្រាស់ AI ដើម្បីគ្រប់គ្រងដល់ការរៀននិងការបង្រៀនយ៉ាងដូចម្តេចដូច្នេះអ្នកដែលប្រើប្រាស់ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីជួយគ្រប់គ្រងដល់មនុស្សបាទអញ្ចឹងមានការលើកឡើងថា AI នេះវាអាចជាគេហៅថាបង្កើតជាបញ្ហាប្រឈមសម្រាប់មនុស្សជាតិប៉ុន្តែចុងក្រោយបំផុតបាទយើងត្រូវមានបំណិននេះមានន័យថាត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើផលប្រយោជន៍មនុស្សជាតិបាទមានន័យថាបម្រើខាងផ្នែកកសិកម្មខាងផ្នែកឧស្សាហកម្មខាងផ្នែកសេវាកម្មខាងផ្នែកផលិតកម្មហើយជាពិសេសក្នុងវិស័យអប់រំតើគ្រូសិស្សត្រូវចេះប្រើប្រាស់ AI យ៉ាងម៉េចដើម្បីនាំឲ្យការសិក្សាហ្នឹងមានភាពរស់រវើកបាទនាំមកនូវផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូលបាទទីមួយគឺយើងបានចាប់ផ្ដើមស្នើសុំឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបធ្វើកំណែតម្រង់បាទកំណែតម្រង់កម្មវិធីសិក្សាដោយផ្សារភ្ជាប់កម្មវិធីសិក្សាទៅនឹងហៅថាលទ្ធផលនៃការសិក្សាមានន័យថា outcome based education បាទការបង្រៀនត្រូវតែមានលក្ខណៈជាក់ស្ដែងនាំមកនូវបំណិនដើម្បីជួយឲ្យអ្នកសិក្សាហ្នឹងគឺគាត់ទទួលបាននៅចំណេះដឹងផងហើយចេះអនុវត្តបាទជាក់ស្ដែងផងបាទក្នុងនេះនៅក្នុងយុគសម័យ AI គឺក្រសួងអប់រំយុវជននិងកីឡាក៏បានរៀបចំឲ្យមានកម្មវិធីបណ្ដុះបណ្ដាលដែលយើងហៅថាបញ្ញាបត្រខាងផ្នែកបញ្ញាសិប្បនិម្មិតខាងផ្នែក data science បាទវិទ្យាសាស្ត្រទិន្នន័យខាងផ្នែក computer software ការសរសេរកម្មវិធីកុំព្យូទ័រដោយសហការជាមួយសាកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលីដែលអញ្ចឹងហើយគឺថានៅក្នុងក្របខ័ណ្ឌនៃការធ្វើកំណែតម្រង់វិស័យអប់រំនេះគឺយើងសហការជាមួយនឹងសាកលវិទ្យាល័យពីក្រៅប្រទេសតាមរូបមន្តបាទ 1+3 បាទ1ឆ្នាំរៀននៅកម្ពុជាហើយ3ឆ្នាំទៀតរៀននៅប្រទេសអូស្ត្រាលីផងដែរបាទដើម្បីជួយគ្រប់គ្រងទៅដល់កម្មវិធីថ្មីបាទក្រសួងក៏បានសហការជាមួយនឹងសាកលវិទ្យាល័យចំនួន17បង្កើតជាបណ្ដាញសាកលវិទ្យាល័យ Cyber បាទដើម្បីប្រើប្រាស់បច្ចេកវិទ្យាដែលយើងហៅថា Learning Management System ហ្នឹងដែលប្រើកម្មវិធី Moodle បាទហើយរៀបចំជាមេរៀនជាច្រើនរយសម្រាប់បែងចែកចែកចាយបាទដើម្បីដោះស្រាយបញ្ហាតម្រូវការនៅតាមគ្រឹះស្ថានសិក្សានានាផងដែរបាទយ៉ាងវិញទៀតដើម្បីផ្សារភ្ជាប់ជាមួយនឹងការបណ្ដុះបណ្ដាលគ្រូបាទគឺក្រសួងអប់រំក៏បានដាក់ចេញជាសេចក្តីណែនាំឲ្យគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងអស់បាទប្រើប្រាស់ AI សម្រាប់ការសិក្សារៀនសូត្រអញ្ចឹងទី1គឺគ្រូអាចប្រើប្រាស់ ChatGPT ដើម្បីគ្រប់គ្រងដល់ការសិក្សារៀនសូត្រសួរជាសំណួរយើងដឹងថា ChatGPT អាចប្រើប្រាស់ជាភាសាខ្មែរបានទី2គឺប្រើប្រាស់ AI សម្រាប់ការរៀបចំកិច្ចតែងការបង្រៀនរៀបចំនៅការធ្វើបទបង្ហាញផ្សេងបាទការប្រើប្រាស់ AI ដើម្បីរៀបចំជាសំណួរធ្វើតេស្តបាទរៀបចំជាចម្លើយសម្រាប់តេស្តផងដែរនិងយើងក៏អាចប្រើប្រាស់ AI សម្រាប់ការរៀនភាសាបរទេសផងដែរអញ្ចឹងយើងនឹងឲ្យថាកម្មវិធីមួយចំនួនដូចជា Duolingo បាទអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រនេះយើងអាចប្រើប្រាស់ទូរស័ព្ទដៃដែលមានកម្មវិធីកុំព្យូទ័រនេះគឺរៀនភាសាបរទេសបានផងដែរបាទនៅសាលារៀនចំនួនថ្មីគឺយើងបានប្រើប្រាស់យ៉ាងទូលំទូលាយ AI សម្រាប់គ្រូគ្រប់គ្រងគ្រូក្នុងការរៀនការបង្រៀនសិស្សក៏អាចប្រើប្រាស់ AI ដើម្បីរៀនគឺសិស្សអាចរៀនដោយស្វ័យសិក្សាប្រើប្រាស់នៅទាំងប្រព័ន្ធសិក្សារបស់ក្រសួងក៏ដូចជាការប្រើប្រាស់នៅកម្មវិធី AI សម្រាប់សួរជាសំណួររៀនមេរៀនដែលមិនទាន់យល់ច្បាស់បាទហ
ហើយទាំងអស់នេះហើយគឺជាហៅថាកំណត់មួយផ្ដើមនៅក្នុងការប្រើប្រាស់ AI ទៅនៅក្នុងវិស័យអប់រំក្រសួងអប់រំវិទ្យាកីឡាក៏ដាក់ចេញជាកំណត់ផ្ដើមមួយគឺការបង្កើតសាលា Digital គឺការផ្សារភ្ជាប់សាលារៀនចំនួនថ្មីជាមួយនឹងគ្រឹះស្ថានសិក្សាផ្សេងទៀតជាពិសេសនៅតាមខេត្តតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាការផ្សព្វផ្សាយនៅការប្រើប្រាស់បច្ចេកវិទ្យាអប់រំរួមទាំង AI នៅក្នុងការគ្រប់គ្រងដល់ការរៀនការបង្រៀនមានន័យថាតាមរយៈសាលា Digital នេះគឺយើងអាចអនុវត្តនៅវិធីសាស្ត្របង្រៀនថ្មីក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យារួមទាំងការប្រើប្រាស់ AI នេះនៅក្នុងការរៀនការបង្រៀនស្រមកវិញសាលា Digital នេះគឺជាគំនិតផ្ដាំមួយថ្មីដែលយើងនឹងដាក់អនុវត្តនៅក្នុងឱកាសសន្និបាតអប់រំនាចុងខែកុម្ភៈខាងមុខនេះហើយក៏យើងនឹងប្រមូលនៅធាតុចូលទាំងអស់នៅពេលក្រសួងអប់រំវិទ្យាកីឡាសហការជាមួយនឹងដៃគូនឹងក្នុងការរៀបចំសន្និសីទអន្តរជាតិមួយស្ដីអំពីបច្ចេកវិទ្យា Digital Ethics នេះបាទ AI នឹងជួយដល់ការសិក្សារៀនសូត្រឲ្យកាន់តែមានប្រសិទ្ធភាពជួយរៀបចំការបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាពដូចជាការជួយរៀបចំកិច្ចតែងការបង្រៀនជួយរៀបចំនៅបទបង្ហាញផ្សេងៗហើយអាចឆ្លើយនឹងសំណួរបានច្បាស់លាស់បាទដើម្បីគ្រប់គ្រងទាំងការប្រើប្រាស់ទាំងសភៅគោលហើយធ្វើឲ្យការរៀនការបង្រៀនមានភាពសម្បូរបែបគឺមានទាំងសំណេរមេរៀនក៏ដូចជាការប្រើប្រាស់ជាវីដេអូផ្សេងៗបាទទី2បង្កើនប្រសិទ្ធភាពហើយធ្វើទៅលឿនបាទហើយធ្វើឲ្យការរៀបចំកិច្ចតែងការបង្រៀននេះមានប្រសិទ្ធភាពជាងមុនប្រើប្រាស់ពេលវេលាតិចជាងមុនបាទទី3បាទការប្រើប្រាស់បច្ចេកវិទ្យា AI នេះនឹងជួយក្នុងការធ្វើតេស្តឲ្យបានត្រឹមត្រូវបាទជាពិសេសយើងដឹងនៅចំណុចហៅថាខ្សោយរបស់សិស្សក៏ដូចជាចំណុចខ្លាំងរបស់សិស្សហើយជួយទៅដល់ការធ្វើតេស្តហ្នឹងរៀបចំជាកម្រងសំណួរតេស្តហ្នឹងក៏បានល្អនិងត្រឹមត្រូវផងដែរយើងអាចផ្ដោតតែទៅលើចំណុចមេរៀនណាដែលសិស្សមិនទាន់យល់យ៉ាងវិញទៀត AI នឹងជួយធ្វើឲ្យការរៀនការបង្រៀននេះមានភាពរស់រវើកបាទមានភាពសប្បាយរីករាយបាទផងដែរក៏ប៉ុន្តែ AI ក៏មានបញ្ហាប្រឈមដែរបាទបញ្ហាប្រឈមទី1គ្រូនិងសិស្សត្រូវមានបំណិន AI អញ្ចឹងគឺត្រូវរៀនបច្ចេកវិទ្យាសិក្សារៀនសូត្រដែលទាមទារនឹងពេលវេលាទី2គឺការប្រើប្រាស់ AI មានប្រសិទ្ធភាពគឺត្រូវចេះភាសាបរទេសបាទជាពិសេសភាសាអង់គ្លេសដែលតម្រូវឲ្យគ្រូត្រូវខំប្រឹងប្រែងផងដែរបាទទី3គឺត្រូវមានឧបករណ៍សម្ភារៈអ៊ីនធឺណិតបាទចំណាយពេលរៀនសូត្រពង្រឹងសមត្ថភាពបាទហើយចំណុចចុងក្រោយគឺគម្លាតបាទគម្លាត digital មានន័យថាសាលាយើងភាគច្រើននៅខ្វះឧបករណ៍សម្ភារៈមិនមានអ៊ីនធឺណិតដូច្នេះទាំងអស់នេះហើយអាចជាឧបសគ្គប៉ុន្តែយើងត្រូវជំនះលើឧបសគ្គនេះបាទដោយសារតែប្រសិនបើយើងមិនរៀនសូត្រមិនឆ្លើយតបទេគឺយុវជនយើងច្បាស់ជាមិនអាចដើរទាន់នៅក្នុងយុគសម័យបច្ចេកវិទ្យាទេ